ពីពាក្យថាសិលពាក្យតែមួយម៉ាត់ទេប៉ុន្តែមានសារៈសំខាន់ណាស់ហើយសិលនឹងមានន័យច្រើនមានន័យថាប្រក្រតីមានន័យថាខ្ពង់ខ្ពស់មានន័យថាក្បាលមានន័យថាត្រជាក់មានន័យថាខ្សែមខ្សានហើយមានការឧបមាជាច្រើនគឺឧបមាដូចជាផែនដីអីចឹងទៅអញ្ចឹងអ្នកធ្វើអាជីវកម្មត្រូវយល់ដឹងអំពីសិលហ្នឹងយ៉ាងហោចណាស់មួយម៉ាត់សិនគឺថាសិលគឺក្បាលមានន័យថាម៉េចមានន័យថាអ្នកដែលធ្វើអាជីវកម្មជាប្រធានក្រុមហ៊ុនត្រូវមានសិលពីព្រោះសិលនេះវាស្មើនឹងក្បាលចាំបើកាលណាអត់មានសិលប្រែមកវិញថាអត់មានក្បាលប្រែវិញថាអត់មានខួរក្បាលអត់មានសតិបញ្ញាអត់មានសតិសម្បជញ្ញៈអញ្ចឹងវាអត់មាននឹងខ្យល់អីទាំងអស់ហើយកាលណាយើងអត់មានក្បាលមានន័យថាអត់អាចដឹកនាំឲ្យបានទាំងអស់អញ្ចឹងមនុស្សបើរាងកាយរបស់មនុស្សវិញបើសិនជាអត់ក្បាលមានន័យថាមានតែដងខ្លួនហើយមានតែអវយវៈអញ្ចឹងដងខ្លួននិងអវយវៈដែលអត់ក្បាលហ្នឹងក៏មិនដឹងថាត្រូវដើរទៅទិសខាងណាដែរបើប្រៀបទៅធៀបទៅក្រុមហ៊ុនវិញបើប្រៀបធៀបទៅក្រុមហ៊ុនវិញគឺអត់ដឹងថាដើរទៅទិសខាងណាអត់ដឹងថាដឹកនាំទៅណាដោយសារតែប្រធានក្រុមហ៊ុនឬក៏ម្ចាស់អាជីវកម្មក៏អត់មានសិលគណៈអត់មានសិលគឺវាអត់មានក្បាលហ្នឹងឯងហើយម្ចាស់ក្រុមហ៊ុនទាំងអស់យ៉ាងហោចណាស់ក៏រៀនហើយនឹងបដិបត្តិរក្សាបដានៅសិល5ពីព្រោះសិលហ្នឹងសំខាន់សម្រាប់ក្រុមហ៊ុននីមួយខ្ញុំជួនឧទាហរណ៍ថាបើប្រធានក្រុមហ៊ុនហ្នឹងអត់សិលសូម្បីតែអត់តែមួយក៏បានដែរគឺអត់ថាសិលណាសិលទី5មានន័យថាសិល5សិលទី5គឺសវឹងខួបសវឹងរហូតបាត់សតិថ្ងៃណាក៏ផឹកអញ្ចឹងវាអាចខូចថ្លើមវាអាចមានជំងឺដង្កាត់ផ្សេងហើយបាត់សតិมันអាចដឹកនាំបានអញ្ចឹងបានជាថាសិលហ្នឹងគឺមានសារៈសំខាន់ណាស់គឺដូចជាក្បាលអញ្ចឹងនៅក្នុងក្រុមហ៊ុនតែប្រធានក្រុមហ៊ុនមិនរក្សាសិលឲ្យបានល្អគឺការដឹកនាំក្រុមហ៊ុនហ្នឹងមានការលំបាកក្រៃលែងហើយក្រុមហ៊ុនហ្នឹងមិនដឹងថាដំណើរហ្នឹងទិសតែត្រូវទៅហ្នឹងមិនដឹងទៅខាងណាទេបាទនេះគាត់នៅជូនឧទាហរណ៍ថាសិលទី5មួយចុះបើនៅសិលទី4ថាកុំភូតកុហកបើកុំភូតកុហកចុះបើប្រធានក្រុមហ៊ុននឹងភូតកុហករហូតអត់មានអ្នកទុកចិត្តទេបើអត់មានអ្នកទុកចិត្តក្រុមហ៊ុននឹងមិនអាចរកស៊ីបានទេអញ្ចឹងក៏ត្រូវតែលំដែរបាទអញ្ចឹងសិលគឺធ្វើឲ្យមានការទុកចិត្តបើប្រធានក្រុមហ៊ុនណាមានសិលគឺធ្វើឲ្យគេទុកចិត្តហើយកាលណាគេទុកចិត្តបុគ្គលិកទុកចិត្តអ្នកផ្គត់ផ្គង់ទុកចិត្តអតិថិជនទុកចិត្តគឺធ្វើឲ្យក្រុមហ៊ុននឹងអាចដំណើរការទៅមុខបានល្អមានស្ថិរភាពហើយរីកចម្រើនបាទសូមអរគុណ